នេះគឺជាទស្សនវិជ្ជាទាំងសងខាងរវាងសៀមនិងខ្មែរនៅក្នុងថ្ងៃទី10ខែតុលាឆ្នាំ2025ស្ថិតនៅតាមបណ្ដោយព្រំដែនក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទរបស់ខ្មែរជាប់ជាមួយនឹងភូមិបាននងច័ន្ទនិងភូមិបានយ៉ាកែវរបស់សៀមនៅក្នុងថ្ងៃទី10ខែតុលាឆ្នាំ2025នេះស្ថានភាពទាំងសងខាងកំពុងតែក្តៅរៀងៗខ្លួនខាងភាគីសៀមគេបានលើកប្រជាជនមកតវ៉ាដោយកាន់រូបថតរបស់ស្ដេចសៀមជាមួយនឹងការគ្រវីទង់ជាតិសៀមយ៉ាងប្រងព្រាតរួមជាមួយនឹងអ្នកសារព័ត៌មានសៀមជាច្រើនកុះករគេបានចូលមកសម្ភាសប្រជាជនគេដែលប្រជាជនសៀមទាំងអស់នេះកំពុងតែឈរស្ថិតនៅក្នុងភូមិបាននងច័ន្ទជាប់ជាមួយនឹងប៉ុស្តិ៍យាមរបស់យោធាសៀមដែលទល់មុខជាប់ជាមួយនឹងភូមិជោគជ័យរបស់ខ្មែរដូច្នេះប្រជាជនសៀមរួមជាមួយនឹងសារព័ត៌មានសៀមគេកំពុងតែពពាក់ពពូនអ៊ូអរនៅក្នុងភូមិបាននងច័ន្ទដែលជាប់ជាមួយនឹងភូមិជោគជ័យក៏ប៉ុន្តែស្ថានភាពម្ខាងទៀតនៅក្នុងភូមិព្រៃច័ន្ទរបស់ខ្មែរយោធាសៀមកំពុងតែធ្វើសកម្មភាពឈូសឆាយដីទៅវិញសកម្មភាពនៃការឈូសឆាយដីរបស់គ្រឿងចក្រសៀមនិងសកម្មភាពនៃការរាវមិនរបស់យោធាសៀមនៅក្នុងភូមិព្រៃច័ន្ទរបស់ខ្មែរនេះត្រូវបានអ្នកសារព័ត៌មានខ្មែរកំពុងតែប្រមាញ់រូបភាពក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោកទន្ទឹមគ្នានោះផងដែរក្រុមអ្នកអង្កេតការអន្តរជាតិ IOT ក៏បានចុះមកភ្លាមទាន់ហេតុការណ៍សកម្មភាពនៃការឈូសឆាយរបស់គ្រឿងចក្រសៀមនេះបានធ្វើឡើងចាប់ពីវេលាថ្ងៃត្រង់រហូតមកដល់ថ្ងៃរសៀលនេះក្រុមអ្នកអង្កេតការ IOT ក៏បានត្រឡប់មកម្ដងទៀតមានន័យថានៅវេលាពេលព្រឹកក្រុមអ្នកអង្កេតការ IOT របស់អាស៊ានបានចុះមកអង្កេតការនៅក្នុងភូមិជោគជ័យម្ដងហើយដែលនេះគឺជារូបភាពរបស់អ្នកអង្កេតការ IOTទាំងរូបភាពពីភាគីកម្ពុជានិងរូបភាពចាប់ពីកាមេរ៉ារបស់សៀមរូបភាពនេះផ្សាយដោយទូរទស្សន៍សារព័ត៌មានសៀមដែលមានរូបឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំក្រុមអ្នកអង្កេតការទៅកាន់ភូមិជោគជ័យដោយឃើញភាគីកម្ពុជាបានបញ្ជូនអ្នកសារព័ត៌មានគ្រប់អង្គភាពកំពុងតែចាំខ្លំមើលសកម្មភាពរបស់សៀមជាមួយនឹងការបញ្ជូនក្រុមអ្នកអង្កេតការអាស៊ានចុះផ្ទាល់ភ្លាមទាន់ហេតុការណ៍ផងដែរដោយឃើញសភាពបែបនេះខាងមេដឹកនាំសៀមនាយករដ្ឋមន្ត្រីអនុទានរបស់សៀមបានប្រកាសបើកការប្រជុំបន្ទាន់មួយនៅក្នុងវិមានរដ្ឋាភិបាលរបស់សៀមពីស្ថានភាពព្រំដែនរវាងកម្ពុជាសៀមដោយការប្រជុំបន្ទាន់នេះទំនងជាសៀមធ្វើការរិះរកមធ្យោបាយផ្សេងដើម្បីអនុវត្តក្នុងថ្ងៃទី10ខែតុលានេះក្រោយពីការប្រជុំបន្ទាន់នេះក៏ឃើញមានសកម្មភាពគ្រឿងចក្រសៀមធ្វើការឈូសឆាយនៅក្នុងទឹកដីភូមិព្រៃច័ន្ទរបស់ខ្មែរយ៉ាងណាក៏ដោយសកម្មភាពបំពានរបស់យោធាសៀមនេះត្រូវបានក្រុមអ្នកអង្កេតការអាស៊ាន IOT បានចុះមកអង្កេតការភ្លាមទាន់ហេតុការណ៍សារព័ត៌មានខ្មែរគ្រប់អង្គភាពបានធ្វើការផ្សព្វផ្សាយដើម្បីឲ្យពិភពលោកបានឃើញនៅក្នុងថ្ងៃទី10នេះជាថ្ងៃអវសានវត្តរបស់សៀមក្នុងការជម្លៀសប្រជាពលរដ្ឋខ្មែរដូច្នេះហើយសង្គ្រាមព័ត៌មានរវាងប្រទេសកម្ពុជានិងសៀមក្នុងថ្ងៃនេះមានសភាពក្តៅជាខ្លាំងស្ថាប័នអង្គភាពសារព័ត៌មានគ្រប់អង្គភាពទាំងកម្ពុជានិងសៀមបានធ្វើការផ្សាយផ្ទាល់បានចុះទៅដល់ទីកន្លែងកើតហេតុភ្លាមក្រុមសារព័ត៌មានសៀមគេធ្វើការសម្ភាសពលរដ្ឋសៀមក្នុងការបញ្ចេញមតិផ្សេងតាក់ទងជាមួយនឹងបញ្ហាព្រំដែនចំណែកឯខាងពលរដ្ឋខ្មែរយើងឯនេះវិញខាងសារព័ត៌មានគេបានបញ្ជាក់ថាបងប្អូនអ្នកភូមិយើងកំពុងតែស្ថិតនៅក្នុងផ្ទះរៀងខ្លួនរងចាំស្ដាប់ព័ត៌មានមិនមានការប្រមូលផ្ដុំតវ៉ានោះទេដោយឡែកសារព័ត៌មានរបស់សៀមជាពិសេសបណ្ដាញសង្គមរបស់សៀមធ្វើការបំភ្លៃព័ត៌មានដោយផុសរូបភាពចាស់បង្ហាញថាពលរដ្ឋខ្មែរកំពុងតែធ្វើការប្រមូលផ្ដុំតវ៉ានៅក្នុងភូមិព្រៃច័ន្ទទៅវិញខណៈដែលពលរដ្ឋសៀមខ្លួនឯងកំពុងតែលើកគ្នាមកតវ៉ាគ្រវីទង់ជាតិសៀមផ្ដេសផ្ដាស់នៅក្នុងភូមិនងច័ន្ទបើជាចោទពលរដ្ឋកម្ពុជាថាកំពុងតែប្រមូលផ្ដុំតវ៉ាស្ថានភាពពលរដ្ឋខ្មែរយើងនៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅក្នុងថ្ងៃនេះកំពុងតែមានភាពស្ងប់ស្ងាត់ដោយរងចាំមើលស្ថានភាពដោយឡែកភាគីសៀមបែរជាដឹកនាំពលរដ្ឋរបស់ខ្លួនមកឈរស្រែកតវ៉ានៅក្នុងភូមិនងច័ន្ទដែលការស្រែកតវ៉ានេះដឹកនាំដោយមេបំបះបំបោសៀមមួយរូបមានឈ្មោះថាវីរៈសំខ្វាមគិតនេះគឺជារូបភាពរបស់តាចាស់វីរៈសំខ្វាមគិតដែលហ៊ានលើកឡើងថាប្រសិនបើទាហានសៀមមិនចាត់ការពលរដ្ឋខ្មែរនោះទេទុកឲ្យគេចាត់ការដោយខ្លួនឯងគំនិតញុះញង់របស់មេបំបះបំបោសៀមរូបនេះតើអាចធ្វើអ្វីបានបើយោធាសៀមខ្លួនឯងបានដាក់បារះបិទឲ្យទៅឈរត្រង់តែប៉ុស្តិ៍យាមរបស់សៀមប៉ុណ្ណោះមិនអាចចូលមកក្នុងភូមិជោគជ័យរបស់ខ្មែរបានផង
ត្រឹមតែស្រែកពីចម្ងាយកាន់ទង់ជាតិសៀមក្រវីចុះឡើងកាន់រូបស្ដេចសៀមក្រវីក្រវត្តនិយាយស្រែកឆោឡោគ្មានបានការទន្ទឹមនឹងនោះគេឃើញមានរថយន្តកុងតឺន័រ60គ្រឿងបានដឹកមកកាន់ព្រំដែនច្រកនងច័ន្ទរបស់សៀមផងដែរការលើកឡើងថាគេដឹករថយន្តទាំងនេះមកដើម្បីធ្វើការរារាំងពលរដ្ឋខ្មែរសំណួរសួរថារថយន្តកុងតឺន័រ60គ្រឿងទាំងនេះអាចដឹកចូលក្នុងភូមិជោគជ័យរបស់ខ្មែរបានដែរគឺមិនអាចទៅរួចនោះទេត្រឹមតែចតនៅក្នុងភូមិនងច័ន្ទរបស់សៀមប៉ុណ្ណោះរថយន្តកុងតឺន័រធំៗទាំងអស់នេះត្រូវបាននាំមកដោយអំពើនៃការបំបះបំបោររបស់ជនលាមកសៀមឈ្មោះថាកាន់ចោមផ្លាំងបុរសលាមករូបនេះតែងតែបង្កើតនៅគំនិតប្លែកៗលើកនេះគេបាននាំយកឡានកុងតឺន័រ60គ្រឿងចង់មកទប់ទល់ជាមួយនឹងពលរដ្ឋខ្មែរចំណែកឯលើកមុនគេបាននាំយកឡានបូមលូឬក៏ឡានដឹកលាមកចង់មកបាញ់ស្រោចលើពលរដ្ឋខ្មែរគំនិតថោកទាបរបស់បុគ្គលលាមកសៀមរូបនេះចេះតែមានអ្នកសារព័ត៌មានសៀមធ្វើការសម្ភាសម្ដងហើយម្ដងទៀតដោយលើកបុគ្គលលាមករូបនេះគឺជាវីរបុរសរបស់ខ្លួនដែលតាមការពិតបុគ្គលលាមករូបនេះគ្មានបានការអ្វីមានតែបំផ្លាញកេរ្តិ៍ឈ្មោះរបស់សៀមទៅវិញទេសរុបមកនេះគឺជាទស្សនវិជ្ជាទាំងសងខាងរវាងកម្ពុជានិងសៀមដែលបានកើតនៅក្នុងថ្ងៃទី10ខែតុលាឆ្នាំ2025នេះ